សួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់មេរៀនវគ្គ Microsoft Excel បន្តពេលនេះយើងឈានចូលដល់ការអនុវត្តលំហាត់ដំបូងតែមុននឹងដល់ការអនុវត្តសូមរំលឹកនៅមេរៀនចាស់របស់យើងសិនអញ្ចឹងអ្នកទាំងអស់គ្នាពេលដែលអ្នកទាំងអស់គ្នាបើកកម្មវិធី Microsoft Excel រួចហើយវានឹងលោតចេញផ្ទាំងបែបនេះខ្ញុំសូមបញ្យល់នៅចំណុចខ្លះៗទី1គឺនេះគឺជាជួរឈរបាទនេះគឺជាជួរដេកបាទនេះគឺជាក្រឡាគេហៅថា cell អញ្ចឹងយើងអាចវាយទិន្នន័យនៅក្នុងកម្មវិធី Excel បានអញ្ចឹងទិន្នន័យទាំងអស់នេះផ្ទុកនៅក្នុង cell ទិន្នន័យអាចមានជាអក្សរសុទ្ធឬក៏លេខសុទ្ធឬក៏លេខលាយអក្សរតោះអញ្ចឹងយើងចូលដល់ការអនុវត្តលំហាត់អញ្ចឹងលំហាត់ទី1គឺមានលក្ខណៈបែបនេះអញ្ចឹងលំហាត់នេះគេចង់ឲ្យយើងវាយទិន្នន័យត្រង់ផ្នែកពណ៌ខៀវចូលទៅក្នុងកម្មវិធី Excel ហើយគណនាវាឲ្យបង្ហាញលទ្ធផលនៅក្នុងក្រឡាពណ៌លឿងយើងអាចអនុវត្តតាមការរៀបរាប់ខាងក្រោមនេះបាទយើងត្រូវវាយទិន្នន័យពណ៌ខៀវចូលក្នុងក្រឡាបន្ទាប់មកពេលដែលយើងវាយចប់យើងត្រូវការកណនាឲ្យឃើញលទ្ធផលនៅក្នុងក្រឡាពណ៌លឿងរាល់ការកណនាទាំងអស់អ្នកទាំងអស់គ្នាត្រូវវាយសញ្ញាស្មើអញ្ចឹងឧទាហរណ៍នៅជួរទី1ត្រង់3បូក12អ្នកទាំងអស់គ្នាត្រូវវាយត្រង់ក្រឡាពណ៌លឿងស្មើវាយលេខ3សញ្ញាបូកហើយវាយលេខ12ជួរទី2អ្នកទាំងអស់គ្នាអាចវាយស្មើ29សញ្ញាផ្កាយហើយវាលេខ2សញ្ញាផ្កាយត្រង់នេះមានន័យស្មើនឹងសញ្ញាគុណសញ្ញាគុណនៅក្នុងកុំព្យូទ័រគឺគេវាយផ្កាយនេះគឺអ្នកទាំងអស់គ្នាត្រូវចុច Shift បូកលេខ8បន្ទាប់មកពេលដែលអ្នកទាំងអស់គ្នាកណនាចប់ហើយអ្នកទាំងអស់គ្នាអាចគូសចំណាំឬក៏លាបពណ៌វាបានដោយប្រើរូបសញ្ញា Fill Color នេះរូបធុងចាក់ពណ៌នៅផ្នែកខាងលើអញ្ចឹងយើងសាកអនុវត្តទាំងអស់គ្នាបាទពេលនេះខ្ញុំវាយទិន្នន័យអញ្ចឹងពេលដែលយើងវាយចប់យើងអាចលាបពណ៌វាបានដោយចុចលើរូបធុងចាក់ពណ៌នេះហើយយកពណ៌ខៀវអញ្ចឹងរាល់ការកណនាត្រូវផ្ដើមដោយសញ្ញាស្មើអ្នកទាំងអស់គ្នាវាយ3សញ្ញាបូក12ដល់ត្រង់នេះស្មើ29សញ្ញាផ្កាយលេខ2ហើយ Enter អញ្ចឹងសូមអនុវត្តការធ្វើបែបនេះទៅលំហាត់ខាងក្រោមទៀត